Ôi dồi, chênh mô cứ thẳng ruôn đam trung âu ơi, rồi việc nọt chú hay năng á chạ pi năng mùi ná chiết chính kê mò, cho khám ơn prap mò thả pi mục năng á ná chiết chính kê, chứ mùi á xrui prop prao tăng sbai kì ná. Chùm riêp xua bục mai bong ôn côn khmai từng krong srok năng krao srok để tay để tam đán krop sạc cam phê video rồi bọn ninh khnyom. Ngày ní khnyom mọc bằng hai pi vị thi pra lạ kẹp tăng sbai hay bong pô ngồi vì lang xrui lõ. Nhằm chỉ mùi ba, nhằm té lên, nhằm chỉ mùi nọt chú, mùi á chạ để kì hào thảទឹកបដូរនិស័យណាសម្រាប់គ្រឿងផ្សំគោលគឺប៊ីចេងរបស់ម៉ាក់អ៊ីអំបិលល្មៀតខ្ទឹមសម្ទេស2 3ផ្លែនិយាយទៅដាក់បុកតិចតិចទៅព្រោះអីម្ហូបអីធ្វើដើម្បីឲ្យកូនពុតហូបអញ្ចឹងឲ្យហ៊ានដាក់ម្ទេសច្រើនទេបើដាក់ម្ទេសច្រើនកាន់តែឆ្ងាញ់ខ្ញុំចម្លែកត្រង់ថាចែកធ្វើរាល់ដងគឺដាក់ប៊ីចេងយើងធម្មតាហ្នឹងដាក់ច្រើនភ្លាវហើយតែប៊ីចេងរបស់ម៉ាក់អ៊ីដាក់ច្រើនអត់ភ្លាវទេឃើញការវិខ្ចប់របស់គាត់គឺថាអែមមែនតើណាបងប្អូនដាក់កន្លែងណាក៏ជាប់មានអីចូលនេះគឺថាស្រួលទុកដាក់ខ្លាំងមែនតើឥឡូវល្មៀតគឺខ្ញុំដាក់ដើម្បីយកពណ៌អង្កែបពេលដែលបំពងអង្កែបឡើងស្រួយទៅអង្កែបរបស់យើងវាអត់ស្លេកពណ៌ក្រហមព្រៀងដោយសារកែបបំពងនេះចង់ឲ្យស្រួយកុំប្រើស្ករប្រើម្សៅស៊ុបដោយសារតែម្សៅស៊ុបក៏មានជាតិស្ករដែរនៅពេលដែលយើងបំពងទៅវាស្រួយប៉ុន្តែវាស្រួយអត់ខ្លាំងទេណាចង់និយាយថាវាស្រួយរៀងតុនណាដល់ទៅពេលត្រជាក់ទៅវាតុនវាស្រួយហើយខ្ញុំបន្ថែមស្លឹកក្រូចយកមករសជាតិទៀតបើបងប្អូនមានចក្រេដាក់ចក្រេញាត់ថែមទៀតគឺកាន់តែឈ្ងុយកាន់តែឆ្ងាញ់ស្រួយស្រេះហ្មងណាបងប្អូនធ្វើវិធីដូចខ្ញុំនេះគឺថាដឹងតែញ៉ាំហើយអាចយកទៅបំពងលក់បាននេះបាទធ្វើទៅ style ដូចខ្ញុំណាបងប្អូនអើយឲ្យតែប្រកែកកាប់លុយសាច់កាប់ចំនួន1គីឡូខ្ញុំដាក់អំបិលមកកូនវែកស្លាបព្រាទូចមិញហ្នឹងបងប្អូនឲ្យល្មៀតអីបន្តិចមួយមុខបន្តិចមិញហ្នឹងគឺមកគ្រប់តែម្ដងណាមករសជាតិមកល្មមមកបងប្អូនមនុស្សចាស់អាចច្រលប់អំបិលម្រេចតែសម្រាប់កូនវុតគឺថាបានតែប៉ុណ្ណឹងគឺជាតិល្មមហើយដាក់មួយបាយដាក់រួចរាល់ហើយអត់មានទុកយូរទេប្រឡាក់ឲ្យភ្លាមយកមកបំពងភ្លាមដោយសារតែយកហើយពួកអីតួគឺថាងុយដេកបដៅហើយសម្រាប់ប្រេងក៏សំខាន់ដែរបើបងប្អូនពងលោកគេប្រើតែប្រេងកដុងធំទេតែខ្ញុំអត់ទេខ្ញុំហូបខ្លួនឯងខ្ញុំប្រើប្រេងល្អដើម្បីសុខភាពខ្ញុំដែរដើម្បីគ្រប់គ្រងផលិតផលរបស់ខ្មែរដែរព្រោះប្រេងសុខានេះជាផលិតផលរបស់ខ្មែរពេលបំពងបងប្អូនកុំបខំភ្លើងជាពិសេសហើយខ្ញុំប្រើភ្លើងខ្ជូងចេះបខំអត់បានទេបើយើងប្រើភ្លើងហ្គាសយើងស្រួលសេរីឥឡូវអង្កែបឆ្អិនហើយខ្ញុំចាប់ផ្ដើមរៀបចំចាប់ដាក់កញ្ច្រែងឲ្យសោះខ្លាញ់ដើម្បីឲ្យកូនពុតហូបទៅកុំឲ្យមានជាតិខ្លាញ់ស្បែកស្រួយអត់ឲ្យចាញ់ជ្រូកខ្វៃឥឡូវខ្ញុំចាប់ដើមដាក់ឲ្យកូនពុតហូបបង្ហាញទៅពុកម៉ែបងប្អូនទស្សនាហើយខ្ញុំក៏អត់បញ្ចូលសំឡេងទៀតដែរអត់ទូនណាអើយពេញប៉ោះអត់ទូនណាបាទកូនបាទហើយនេះកង្កែបបំពងស្រួយអានេះគេអានោះអំបិលម្រេចកូនឯងញ៉ាំអត់អំបិលម្រេចហ្នឹងខ្ញុំបាច់ទៅហ្នឹងមកទៀតដៅដាំឆ្អិនម្សាទៀតអូតាទៀតណាស់មកណាមិនបានចាំម៉ាត់ទៅតាទឹកនេះស្រួយអកូនតើគេញ៉ាំជាមួយចាស្រួយពុកតើគេញ៉ាំមួយអើអូបាត់ទៀតធូអត់ស្រួយហ្មងចាទឹកឆៅហ្នឹងនេះនៅខ្លើមគ្រឿងនោះវាយកពីកន្លនេះទៅទៅហើយ
เด็กแม่นเพลงน่ะ ป่าป้าป้าเอาเนื้อเต้ได้ป้าป้า